តបងប្អូនមកទស្សនាមកខ្ញុំនេះដែរបងប្អូនការដិតមន់បងប្អូនបាទឥឡូវនេះបាទបច្ចៈណាយអស់តែមើលរបៀបដិតជាមួយខ្ញុំទាំងអស់គ្នាដំបងជាបានដាក់ខ្លាញ់ដាក់មន់ដែលយើងបានបន្លាក់រួចរាល់ហ្នឹងបងប្អូនបាទដាក់ជួយឆ្នាំងបងប្អូនបាទហើយយើងឃុំភ្លើងកុំបើកភ្លើងខ្លាំងពីបងប្អូនបើកភ្លើងល្មមបងប្អូនបាទតោះតាមជាមួយខ្ញុំដូចតទៅបងប្អូនបាទអូយឃើញបដាស្រក់ទៅមាត់បដាបងប្អូនបាទបាទបងប្អូនវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបងប្អូនបាទហើយអរគុណច្រើនមែនតើបងប្អូនដែលបានតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ផងដែរបងប្អូនជាចុងក្រោយបើសិនជាបងប្អូនស្រឡាញ់ជួយចិត្តខ្ញុំបងប្អូនបាទកុំភ្លេចជួយ like ជួយ share វីដេអូនេះម្នាក់មួយបងប្អូនបាទដើម្បីទទួលបាននូវវីដេអូថ្មីជាមួយខ្ញុំបន្តទៀតបងប្អូនបាទ